ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគន្ថីទី4បទល្មើសប្រឆាំងនឹងជាតិមាតិកាទី1ការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋជំពូកទី3ការប៉ះពាល់ដល់សន្តិសុខសាធារណៈផ្នែកទី1ក្រមជនប្រដាប់អាវុធមាត្រា484និយមន័យនៃក្រមជនប្រដាប់អាវុធក្រមជនប្រដាប់អាវុធគឺជាក្រុមបុគ្គលដែលកាន់កាប់អាវុធដែលមានការចាត់តាំងជាលំដាប់ថ្នាក់និងដែលអាចនាំឲ្យច្របូកច្របល់ដល់សណ្ដាប់ធ្នាប់សាធារណៈមាត្រា485បទចូលរួមក្នុងក្រុមជនប្រដាប់អាវុធអំពើចូលរួមក្នុងក្រុមជនប្រដាប់អាវុធត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលមាត្រា486បទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលមាត្រា487ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបទមជ្ឈិមដែលមានចែងក្នុងផ្នែកនេះទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស1ការដកសិទ្ធិខ្លះជាពលរដ្ឋជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន2ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈកាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន3ការហាមឃាត់ចំពោះការស្នាក់នៅសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន4ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស5ការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន6ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន7ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន8ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើន